ចាសួស្តីបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញចាតើតងការប្រើប្រាស់ Wi-Fi Direct នៅក្នុងម៉ាស៊ីនចាទៅលើ model កណ្ដុងចា TS 83 81 82 83ឡើងទៅអញ្ចឹងណាចាពពុះក្បាល8ឡើងលើចាគឺវាមាន option ពិសេសហ្នឹងហើយចាWi-Fi Direct ហ្នឹងគឺចា option ពិសេសរបស់វាចាគឺយើង print ចាឯកសារពីទូរស័ព្ទដៃរបស់យើងចាមិនចាំពឹងផ្អែកទៅលើចាទីតាំងរបស់យើងមាន router Wi-Fi ឬក៏អត់ទេយើងអាចប្រើ Wi-Fi Direct ក្នុងម៉ាស៊ីនសម្រាប់ print ចាឯកសារពីទូរស័ព្ទដៃយើងតែម្ដងចាកុំឲ្យខាតពេលយូរយើងទៅមើលចាតកតងទៅនឹងចាការចុចបើកចា Wi-Fi Direct នៅក្នុងចាយកចា setting មកវានេះមកចាពពុះនេះប្រើថាចាស្រួលប្រើណាស់អញ្ចឹងណាចាហើយនេះយើងយកពាក្យចា setting មកចា device setting ចានៅក្នុងហ្នឹងចាយើងយកពាក្យ LAN setting ចានៅក្នុង LAN setting ហ្នឹងគឺវាមានចាសម្រាប់ឲ្យយើងចាបើកកន្លែង Wi-Fi Direct ទេណាចានេះយើងចុចយកអាកណ្ដាលនេះមកចា Wi-Fi Direct នេះមកចាបន្ទាប់មកចាយើងយកនេះចាទី1 Wi-Fi Direct ចា active នេះចាយើងចុចមកចាបើកន្លែងហ្នឹងបងប្អូនចា off យើងដាក់ on មកចាបើសិនចា on ស្រាប់ហើយចាយើងចុចកន្លែង on ហ្នឹងមកចាដើម្បីយកចា password របស់វាណាចាចានៅក្នុងហ្នឹងនេះចាយើងចុច yes មកចានៅក្នុងហ្នឹងគឺយើង scroll ទៅខាងក្រោមយកពាក្យ password នេះអ្វីដែលយើងចង់បានគឺយើងចង់បានចា password របស់វានេះណាបងប្អូនណាចាចាបន្ទាប់មកចាបងប្អូនយកទូរស័ព្ទដៃយើងមកចាគឺយើងចា download ចាតាក់ទងទៅនឹងចា app នេះឲ្យមកណាចាមកនឹងយើងចាវាយ password ចូលហ្នឹងចាដើម្បីស្រួលពេលនេះយើង connect ហ្មងចាតាក់ទង app ហ្នឹងចាតាក់ទងឈ្មោះកណ្ដុង print ចានេះតាក់ទងទៅនឹងចា icon របស់គេបែបនេះចាផ្ទាំងរបស់គេបែបនេះចាអញ្ចឹងផងខ្ញុំមានស្រាប់ហើយអញ្ចឹងយើងចូលចាទៅកន្លែងចា Wi-Fi ហ្នឹងណាចាដើម្បីយើង search មើលចាឈ្មោះម៉ាស៊ីនរបស់យើងអញ្ចឹងណាចានេះចាយើងរកមើលតាក់ទងទៅនឹងចានេះបងប្អូនចានេះវា load នេះ direct ចា TS 813ចាអញ្ចឹងគឺតាក់ទងទៅនឹង Wi-Fi របស់ម៉ាស៊ីនដែលយើងចាកំពុងតែត្រូវការហើយអញ្ចឹងបន្តមកយើង enter password មកចា password របស់វានេះចាយើងញ៉ៃសាំញ៉ាំបន្តិចព្រោះវាដោយសារ Wi-Fi direct នៅក្នុងម៉ាស៊ីនអញ្ចឹងតាក់ទងការវាយ password គឺយើងវាយយ៉ាងណាចាកុំឲ្យខុសណាចាអក្សរដឹងចាអក្សរតូចអក្សរធំចាតាក់ទងទៅនឹងលេខអីគឺយើងចាវាយតាមចា password ហ្នឹងមកអញ្ចឹងណាចាជាមួយខ្ញុំវាយបំពេញបន្ទាប់ហើយចានេះចាគឺខ្ញុំចាចាប់ផ្ដើមចាបំពេញ password វាហើយណាចាអញ្ចឹងយើងចុចជួញមកចានៅពេលហ្នឹងចាគឺវាចាចាប់ផ្ដើម load ចាឲ្យយើងភ្ជាប់ជាមួយនឹងចាload គ្រីបនេះអូខេណាបងប្អូនណាចាបើចាំថាអូ vocal លើវាចា no internet ឬក៏ចាវាដាក់ no internet connection អីបើចាំនេះទេហើយកន្លែងនេះក៏វាអត់មាន load សញ្ញាអីដែរព្រោះនេះ Wi-Fi សម្រាប់តែយើង print ចាវាមិនមែនជា Wi-Fi ដែលយើងអាច link internet អីបានទេអញ្ចឹងណាចាអញ្ចឹងបើចាំ follow វាកន្លែងហ្នឹងឯងតែសំខាន់ចាពេលដែលយើង print ឯកសារចេញពីចាទូរស័ព្ទយើងទៅចាវាចេញអត់ចាឧទាហរណ៍ថាខ្ញុំមានចាឯកសារនៅក្នុង Telegram មួយចុះចាអញ្ចឹងណាចានេះចាដែលខ្ញុំចង់ print ចា PDF មួយចុះណាចាជាមួយខ្ញុំឧទាហរណ៍ជាក់ស្ដែងជូនចាបន្ទាប់មកចាយើងចុចចាកន្លែង share នេះមកចាយើង direct ចាហៅមើល app ណាដែលយើងចង់ print ណា app កណ្ដុង print មិញចាយើងចុចចូលមកតមក yes យ៉ាហើយចាជួយចាំបន្តិចណាចាហើយបន្ទាប់មកចាគឺយើងចុច next មកចា next នៅក្នុងហ្នឹងគឺកន្លែង next ហ្នឹងគឺគេឲ្យយើងចាសេរីតាក់ទងទៅនឹងចាទំហំក្រាស់អីផ្សេងៗអញ្ចឹងណាបងប្អូនចាទំហំក្រាស់យើងចង់បាន A4 យើងដាក់ A4 មកអញ្ចឹងណាចាអានេះខ្ញុំគ្រាន់តែ print តែជាក់ស្ដែងជូនណាចាយើងឃើញទេចានៅពេលដែលយើងចុច print ពុបចាគឺវាមាន connection ចានេះគឺចាប់ផ្ដើម load ចាគឺតែ print ដែរអញ្ចឹងណាចាអានេះវាកំពុងតែស្គាល់គ្នាហើយចាឥឡូវតេតងក្នុងការ print ចាវាកំពុងតែចា processing ជូនណាចាអានេះងាយមែនតើចាសម្រាប់ការប្រើប្រាស់ជាមួយនឹងចា Wi-Fi Direct ក្នុងម៉ាស៊ីនអញ្ចឹងណាបងប្អូនចាចាហើយនេះតើតឯកសាររបស់យើងចាចប់ហើយបងប្អូនចាអរគុណច្រើន